ពូអ្នកមីងបងប្រុសបងស្រីទាំងអស់ដែលបានចូលតាមបណ្ដាខេត្តសូមមេត្តាជួយនៅអង្គុយនៅទីនេះហើយយើងបាទសូមជម្រាបសួរក្នុងនាមលោកប្រធានសំរងស៊ីនិងលោកប្រធានស្ដីទីកឹមសុខាលោកប្រធានស្ដីទីគាត់នៅទីនេះរហូតនៅទីនេះដែលខ្ញុំពិនិត្យមើលទៅការរស់នៅទីនេះដូចជាធ្វើការមមាញឹកច្រើនជាងនៅខាងក្រៅតាំងពីការងារជួបជាមួយនឹងបងប្អូនយើងដែលមកពីខេត្តនានាជួបជាមួយនឹងចលនាផ្សេងជួបជាមួយនឹងអ្នកការទូតដោយដែលបងប្អូនជ្រាបស្រាប់ហើយម្សិលមិញនេះគាត់បានចូលរួមក្នុងពិធីស្រែកបួសរបស់បងប្អូនខ្មែរអ៊ីស្លាមនៅខាងក្រោយទីស្នាក់ការនេះនៅគេហដ្ឋានរបស់អាដាមប្រធានសំរងស៊ីហើយព្រឹកនេះពេលដែលយើងជួបជុំគ្នានេះខាងលើនោះមានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលដែលមកពីខេត្តនានាមកពីស្រុកទាំង197ស្រុកដែលយើងមានចែកជា2ក្រុមសប្តាហ៍មុន1ក្រុមហើយសប្តាហ៍នេះ1ក្រុមដែលមានគ្នាប្រហែលជា120ផ្លៃនាក់ហើយម៉ោង11កន្លះនេះនឹងមានបិទវគ្គនេះដោយលោកប្រធានស្ដីទីកឹមសុខាជាច្រើនថ្ងៃសៅរ៍និងថ្ងៃអាទិត្យអ្នកតំណាងរាស្ត្រយើងចុះទៅធ្វើការនៅតាមមូលដ្ឋានដូច្នេះមិនអាចចោទប្រកាន់ថាអ្នកតំណាងរាស្ត្រយើងធ្វើជាតំណាងរាស្ត្រតែមកនៅទៅទីស្នាក់ការគឺតែកិច្ចការគណៈបកអត់ទេគឺកិច្ចការរបស់គណៈបកក៏ធ្វើកិច្ចការក្នុងភារៈជាអ្នកតំណាងរាស្ត្រចុះជួបម្ចាស់ឆ្នោតក៏ធ្វើនឹងខែនេះមិនសូវសម្បូរតំណាងរាស្ត្រទេចុះទៅតាមខេត្តនេះច្រើនខ្ញុំផ្ទាល់ម្សិលក៏ចុះទៅខេត្តតាកែវដែរប៉ុន្តែថ្ងៃនេះជាបេសកកម្មរបស់ខ្ញុំដែលត្រូវមកជួបបងប្អូនយើងនៅទីនេះការដែលយើងមកជួបជុំគ្នាថ្ងៃនេះក៏ដូចជាថ្ងៃមុនដែរហើយយើងនឹងធ្វើជាបន្តហោហែតទៅទៀតព្រោះនេះជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់យើងក្នុងការទាមទារធ្វើយ៉ាងណាឲ្យមានការបោះឆ្នោតដោយសេរីត្រឹមត្រូវយុត្តិធម៌ការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌មិនមែនមានតែថ្ងៃបោះឆ្នោតទេគឺមានចាប់ពីពេលឥឡូវនេះទៅចាប់ពីពេលធ្វើអត្តសញ្ញាណប័ណ្ណហើយបន្តិចទៀតមានចុះឈ្មោះអ្នកបោះឆ្នោតរហូតដល់ទៅយុទ្ធនាការបោះឆ្នោតបើស្ថានភាពមិនបានល្អប្រសើរទេអ្នកតំណាងរាស្ត្រនៅក្រោមការគម្រាមកំហែងមេដឹកនាំគណៈបកមួយត្រូវទទួលការគម្រាមកំហែងដោយប្រើអំណាចតុលាការជាដើមអានឹងគឺមិនបង្កលក្ខណៈឲ្យមានការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ទេការដែលជួបជុំគ្នាថ្ងៃនេះគឺត្រឹមត្រូវហើយគឺមិនមែនមកដើម្បីការពារលោកប្រធានកឹមសុខាតែម្នាក់ឯងទេគឺមកដើម្បីទាមទារចង់ឲ្យមតិជាតិមតិអន្តរជាតិមើលឃើញថាស្ថានភាពនយោបាយមិនល្អប្រសើរសម្រាប់បើកផ្លូវឲ្យមានការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ទេយើងនៅទីនេះយើងមើលឃើញហើយពីមួយថ្ងៃទៅមួយថ្ងៃអ្នកការទូតសំខាន់នៃប្រទេសមហាអំណាចមកជួបជាមួយនឹងលោកប្រធានស្ដីទីជាហូហែមានតាំងពីទូតសហភាពអឺរ៉ុបរដ្ឋមន្ត្រីប្រទេសអាល្លឺម៉ង់ដែលការរដ្ឋទូតសហរដ្ឋអាមេរិកប្រទេសបារាំងកាណាដាហើយយើងដឹងថានឹងមានឯកអគ្គរដ្ឋទូតនៃប្រទេសដទៃទៀតដែលជាសមាជិកសហភាពអឺរ៉ុបនឹងមកចូលជួបលោកប្រធានស្ដីទីជាហូហែតទៅទៀតសូមអរគុណ